ច្រាំងទន្លេកំពុងរៀបដើរកាន់តែធំដោយមានករណីរាយការណ៍នៅយ៉ាងហោចណាស់6ខេត្តហើយគឺកំពង់ចាមកណ្ដាលត្បូងឃ្មុំព្រៃវែងក្រចេះនិងស្ទឹងត្រែងសរុបបាក់ជាង16គីឡូម៉ែត្រដីផ្លូវនិងភូមិឋានមួយចំនួនតាមមាត់ទន្លេកំពុងរងការបាក់ស្រុតក្រសួងធនធានទឹកបញ្ជាក់ថាចំនួនខេត្តរងគ្រោះអាចកើនទៀតដោយក្រុមការងារកំពុងបន្តប្រមូលទិន្នន័យពីខេត្តផ្សេងខណៈលោករដ្ឋមន្ត្រីប្រាប់ថាច្រាំងបាក់ដោយសារធម្មជាតិតាមរបាយការណ៍ដែលរដ្ឋមន្ត្រីធនធានទឹកលោកថៅជាថាផ្ដល់ឲ្យ News Today នៅថ្ងៃទី26ខែសីហាឆ្នាំ2026នៅខេត្តកំពង់ចាមបាក់ច្រាំងធ្ងន់ជាងគេដល់ទៅ7200ម៉ែត្រកើន74ដងបើធៀបទៅនឹងឆ្នាំ2025ច្រាំងដែលបាក់ចូលទន្លេមាននៅស្រុកកោះសុទិនស្ទឹងត្រង់ស្រីសន្ធរកំពង់សៀមនិងក្រុងកំពង់ចាមការបាក់នៅតំបន់ខ្លះបានធ្វើឲ្យផ្លូវបាក់ស្រុតផ្ទះត្រូវរុះរើនិងសាលារៀនខ្លះនៅសល់ចម្ងាយត្រឹម5ទៅ10ម៉ែត្រពីមាត់ច្រាំងនៅខេត្តកណ្ដាលការបាក់ច្រាំងដែលកត់ត្រាមាន3600ម៉ែត្រនៅក្នុងនោះស្រុកលើកដែក600ម៉ែត្រតំបន់អរិយខ្សាត់និងស្អាងជាង2500ម៉ែត្រនិងក្រុងសំពៅពូន500ម៉ែត្រនៅសំពៅពូនផ្លូវបេតុងមួយកំណាត់ប្រវែង30ម៉ែត្រក៏បាក់ស្រុតដែរចំណែកខេត្តត្បូងឃ្មុំកត់ត្រាការបាក់ច្រាំងចំនួន5កន្លែងសរុប2800ម៉ែត្រនៅស្រុកក្រូចឆ្មានិងស្រុកត្បូងឃ្មុំករណីធ្ងន់មួយគឺនៅស្រុកក្រូចឆ្មាបានធ្វើឲ្យផ្ទះពលរដ្ឋជាច្រើនខ្នងត្រូវរុះរើខណៈកន្លែងខ្លះច្រាំងបាក់ចូលជ្រៅដល់35ម៉ែត្រការបាក់ច្រាំងក៏បានរាលដាលទៅដល់ខេត្តស្ទឹងត្រែងដោយបាក់ច្រាំងកោះ9កន្លែងសរុបជិត2500ម៉ែត្រនៅខេត្តក្រចេះវិញបាក់ច្រាំងទន្លេមេគង្គ4កន្លែងសរុបប្រវែង130ម៉ែត្រនៅខេត្តព្រៃវែងពលរដ្ឋភូមិថ្មីស្រុកពីមរោបានប្រើស្មាច់ទុកច្រាំងដែលបាក់គៀកផ្ទះខណៈពលរដ្ឋថានៅមាន10ទីតាំងទៀតប្រឈមគ្រោះថ្នាក់ជុំវិញមូលហេតុលោករដ្ឋមន្ត្រីថៅចេថាអះអាងថាការបាក់ច្រាំងជាចម្បងពាក់ព័ន្ធទៅនឹងកត្តាធម្មជាតិដូចជាទឹកឡើងនិងស្រករហ័សធ្វើឲ្យដីច្រាំងឆ្អែតទឹកកើនទម្ងន់និងជ្រាយងាយបាក់ការប្រែប្រួលល្បឿននិងទិសចរន្តទឹកការស៊ីរូងជើងច្រាំងនិងការប្រែប្រួលជម្រៅបាតទន្លេមិនទាន់មានរបាយការណ៍រកឃើញថាបណ្ដាលមកពីការបូមខ្សាច់ដោយពលរដ្ឋមួយចំនួនបារម្ភនោះទេលោករដ្ឋមន្ត្រីបញ្ជាក់ថាក្រុមការងារបច្ចេកទេសរបស់ក្រសួងនិងមន្ទីរធនធានទឹកតាមបណ្ដាខេត្តកំពុងបន្តចុះសិក្សាប្រមូលទិន្នន័យនិងវិយតម្លៃទំហំខូចខាតពីខេត្តផ្សេងទៀតមុនអាចកំណត់ទំហំនៃការបាក់ច្រាំងទន្លេសរុបទូទាំងប្រទេសបានខ្ញុំរស់សុធាពី News Today NTTV